Đồng lại mía, họឡើងបំបីកំណត់ត្រាថ្មីលើពី$6,300ក្នុងមួយរំលឹងតម្លៃហាងចេញមានអន្តរជាតិនៅព្រឹកថ្ងៃពុធទី28ខែមករានេះបានបំបីកំណត់ត្រាជាថ្មីលើពី$6,300ក្នុងមួយរំលឹងឬស្មើនឹង$5,248ក្នុងមួយអោនបន្ទាប់ពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចបានជំរុញឲ្យអ្នកវិនិយោគសម្រុកទិញមាសទុកជាទ្រព្យសម្បត្តិមានសុវត្ថិភាពសូមបញ្ជាក់ថានេះជាការកើនឡើងខ្លាំងមិនធ្លាប់មាននិងគួរឲ្យកត់សម្គាល់មួយនៅក្នុងប្រវត្តិសាស្ត្រជួញដូរមាសទាំងនៅក្នុងពិភពលោកនិងប្រទេសកម្ពុជាអ្នកវិភាគទីផ្សារមាសអន្តរជាតិនិងជាអគ្គនាយកសាលាបណ្ដុះបណ្ដាលទិញលក់មាសអន្តរជាតិ Mastercard Academy លោកអឿនសុខុនហៅ Mastercard បានយល់ឃើញថាតម្លៃមាសបានហក់ឡើងជាបន្តបន្ទាប់ដោយសារកម្ដៅនៃចំនួនភូមិសាស្ត្រនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែននិងការប្រជុំមុខដាក់គ្នានៅពេលថ្មីៗនេះរវាងមហាអំណាចអាមេរិកជាមួយអ៊ីរ៉ង់ក្រោយអាមេរិកបានបន្តការបញ្ជូននាវាចម្បាំងនិងយន្តហោះជាច្រើនគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាលោក Mastercard បានថែមថាក្រៅពីនេះក៏មានការធ្លាក់ចុះនៃលុយដុល្លារអាមេរិកក្តីបារម្ភអំពីឯករាជ្យភាពរបស់ធនាគារកណ្ដាលអាមេរិកការរំពឹងទុកអំពីការទម្លាក់អត្រាការប្រាក់ការគំរាមដំឡើងពន្ធលើប្រទេសកូរ៉េខាងត្បូងនិងហានិភ័យនៃការបិទទ្វាររដ្ឋាភិបាលជាថ្មីប្រសិនបើសហភាពមិនអាចអនុម័តសេចក្តីព្រាងច្បាប់ផ្ដល់មូលនិធិនៅមុនថ្ងៃកំណត់ទី30ខែមករាខាងមុខនេះជាចុងក្រោយលោក Mastercard និយាយថាតម្លៃមាសអាចនឹងបន្តឡើងដល់$7,000ក្នុងមួយរំលឹងនាពេលខាងមុខប្រសិនបើស្ថានភាពភូមិសាស្ត្រនយោបាយនិងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចនៅតែបន្តកើតមានដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងចេញមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងចេញមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram ឬលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមដានតម្លៃហាងចេញមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Mastercard Academy សូមអរគុណ